នេះជាថ្ងៃទី2ហើយក៏ជារីសតទី2ដែរដែលខ្ញុំបានមកស្នាក់នៅខេត្តកែបខ្ញុំឲ្យពូតុកតុកមកយកខ្ញុំទៅកន្លែងស្នាក់នៅទី2ខ្ញុំដែរហើយតាមផ្លូវទៅកន្លែងស្នាក់នៅទី2ហ្នឹងគឺថាធម្មជាតិស្រស់បំព្រងសាហាវព្រៃផ្សៃហ្មងនេះខ្ញុំបានមកដល់ហើយខ្ញុំចាំឲ្យគេរៀបចំបន្ទប់ឲ្យឡើងយូរមែនតានហើយក៏គិតញ៉ាំអីសិនទៅហើយកន្លែងញ៉ាំអីគេនេះគឺថាធម្មជាតិកាន់តែស្រស់ស្អាតវីយូញាក់សាច់ញាក់ភ្នែកហ្មងណាម្ហូបគេក៏ច្រើនទៀតខ្ញុំមិនដឹងញ៉ាំអីទេពេលព្រឹកឡើងដូចដាក់អីអត់សូវចូលហ្មងនិយាយទៅញ៉ាំបានលិតទេពេលព្រឹកតែបើថាពេលល្ងាចវិញគឺបឺហ្មងហើយគីឡូក៏វាឡើងតាមនឹងដែរក្នុងចានដែលខ្ញុំចាប់ហ្នឹងគឺមិនដឹងស្អីទេគឺថាមាននំមានឈីសមានផ្លែឈើបន្តិចម្ហូបចឹងអីគឺថាមិនសូវប៉ុនទេខ្ញុំតែបើថាប្រហុកវិញបាយចង់មួយឆ្នាំងម្នាក់ឯងហ្មងធ្វើមិនទេយើងកូនខ្មែរបានតែផុកអំបិលចឹងហើយហើយពេលកន្លែងនេះពេលដែលខ្ញុំលើកម្ហូបញ៉ាំម្នាក់ឯងហ្នឹងក៏អ៊ំនៅជិតខាងហ្នឹងក៏ថាអូនឯងមកដើរលេងតែម្នាក់ឯងខ្ញុំថាចាម្នាក់ឯងកុហកអីថាអត់កុហកទេខ្ញុំដើរលេងតែម្នាក់ឯងហើយកូនឯងស្អាតចឹងដើរលេងតែម្នាក់ឯងកូនឯងអត់ខ្លាចទេពេលដំបូងខ្លាចដែរតែពេលបានឃើញទេសភាពស្អាតចឹងមកមានអារម្មណ៍ថាស្រស់ស្រាយលេងសូវខ្លាចហើយពេលដែលខ្ញុំដើរទៅណាម្ដងគឺខ្ញុំតែងតែជួបមនុស្សល្អនៅជុំវិញខ្លួនហ្មងមកចូលសាច់ការយើងវិញឥឡូវនេះខ្ញុំបានមកដល់បន្ទប់ខ្ញុំហើយហេតុផលដែលគេរៀបបន្ទប់យូរគឺចាថានេះខ្ញុំសប្រៃបឿតែម្ដងខ្ញុំចេះឆ្ងល់យូសបើម៉ែខ្ញុំញ៉ាំហើយនឹងអង្គុយលេងដើរលេងនៅនឹងទៀតណាគាត់គេមកសប្រៃ anniversary អីណាអញ្ចឹងមិនដេញយើងមកដើរលេងម៉ែគេកក់គេរៀបចំស្រេចបាច់គេហើយហ្មងហើយខ្លួនឯងអត់មាននៅកន្លែងហ្នឹងទេក៏តែរៀបចំឲ្យខ្ញុំគេងតែឯងអីតែឯងនេះហើយត្រង់នេះវិញគឺថាខ្ញុំគួរតែគិតមិនជាមួយផ្កាហ្នឹងគួរតែកេងពីលើក៏មិនតែចង់បញ្ចំគឺខ្ញុំមករៀបដាក់ក្នុងខ្ចៅខ្យងដែលគេទុកនៅតាំងនៅហ្នឹងហើយយើងមិនដាក់រៀបស្អាតទេមានអីស្អាតម្យ៉ាងដែរតាមើលទៅក៏ប្លែកភ្នែកដែរវាជួយលើកសម្ផស្សបន្ទប់យើងកាន់តែស្អាតជាងមុនទៀតចឹងណានេះជាលទ្ធផលដែលខ្ញុំរៀបហើយមានអីស្អាតម្យ៉ាងដែរហើយក៏ចេញមកមើលទេសភាពនៅខាងក្រៅកន្លែង resort គេនេះបើសិនជាអ្នកចូលចិត្តបែបលក្ខណៈអាត់កំបាំងខ្ញុំដើរទៅខ្ញុំវែងនិយាយមែនហើយរៀងអាត់កំបាំងចូលទៅផ្លូវនេះចូលទៅច្រកនោះឡើងញ៉ៃហ្មងហើយប៉ះខ្ញុំមនុស្សចេះចង់ដឹងទៀតមានណារុករើកន្លែងគេខ្ទេចតែមិនទៅរុករើអីទេគ្រាន់ថាចង់ដឹងថាវាចេញផ្លូវណាចេញផ្លូវណាតែប៉ុណ្្នឹងឯងតែនៅនេះពិតជាអាចកំបាំងមែនហើយក៏មានព្រៃឈើដើមឈើធំផ្កាប្លែកអីដែរនៅកន្លែងនេះស្អាតសាហាវហ្មងលើកទី1ដែលខ្ញុំប្លែកភ្នែកមកឃើញ resort មួយដែលលាក់ខ្លួននៅលើជំរាភ្នំកន្លែងហ្នឹងជំរាភ្នំគេហៅអញ្ចឹងឯងក៏មិនសូវដឹងដែរតែពេលដែលខ្ញុំជិះ pass app ជិះតុកឡើងទៅហ្នឹងគឺលក្ខណៈវាឡើងទៅលើភ្នំហើយណែដល់ពេលខ្ញុំចេញមកដល់ខាងដើរកាច់ចុះកាច់ឡើងមកដល់ខាងលើហើយមានណា view ស្អាតសាហាវនៅខាងក្រៅស្អាតសាហាវណានិយាយមែនបានមកដល់ជាន់លើឃើញ view បែបហ្នឹងហើយឃើញដើមឈើមកលុបចេញមកគឺថាស្អាតបែបហ្នឹងហើយនឹកឃើញដល់បងប្អូនខ្លាំងមែនតើហើយបើសិនបងប្អូនខ្ញុំមកទាំង7នាក់ហ្នឹងហើយយើងក្រៅកទេកន្លែងហ្នឹងវាយតាំងឡែនវាយអីហ្នឹងដល់មិនresort គេនេះធំមែនតើតាមជំរាបភ្នំហើយដើមឈើគេឡងធំហ្មងមើលឃើញ view ស្អាតមែនតើមើលពីលើទៅហើយមានសត្វកប្រុកមានស្វាមានសត្វព្រៃនឹងច្រើនណាស់តែខ្ញុំថតអត់ទាន់ទេអ្នកដែលចង់ទទួលអារម្មណ៍ថ្មីប្លែក view ស្រស់ស្អាតអាចកំបាំងអីអាចទៅស្នាក់នៅនឹងបានហើយនៅកន្លែងគេហ្នឹងយើងអាចចូលបានបើមិនជាយើងអត់គេងទេតែយើងចូលទៅញ៉ាំអីនៅអាហារស្ថានគេណាហើយនេះជាសម្រស់តិចតួចដែលខ្ញុំថតអត់អស់ទេនៅក្នុង resort វេរ៉ង់ដាអ្នកទាំងអស់គ្នា